vậy ở bộ trẻ thua nó càng để cho bà vì pro ấy vì pro vì miền u trong sẽ đạp sạp hay dương nè vô ta thua nó là o sáp nó ta riêng riêng nếp trong chụp hay tụi mồm mày dương toàn trọng nhung kết thà còn chưa chạy là nhung mày thà o bật thò nó ban chui o rôm côn những hay còn kết thà bật thò nó là oi cái cha cha môi chuẩn luôn còn nhung kết thà xử lý mạ đây thà toàn đào pe hiển thoi chạm đào chanh họ còn về để hiển thò tới có thằng còn vì tha phơi tam ọt bán á đôi tha bật thòออบรมแบบนามาจุนวนจังกอดเถิดบ้านนี่จังกอดตอนเราไปสลับทอยมาจังโดยข้างดาวไปเจาะจมูกmình bành mình vẫn gần thua thằng lái chỉ anh taឬanh ta anh ta luôn បាទឧបនិស្ស័យនេះគឺមិនចេះតែយើងទៅបង្ខិតបង្ខំបានទេឥឡូវយើងមើលដូចជាបុគ្គលខ្លះមានឧបនិស្ស័យជាមួយព្រះសម្មាសម្ពុទ្ធផងប៉ុន្តែអាស្រ័យលើបុណ្យដែលគាត់សន្សំធ្វើយឺតអ្នកខ្លាំងទល់ព្រះអង្គត្រាស់ដឹង45ព្រះភាសានៅតែអត់ជួបព្រះអង្គតើចុងក្រោយដល់ថ្ងៃព្រះអង្គប្រែនិព្វានហ្នឹងបានទៅដូចជារឿងយើងមើលអញ្ញាកណ្ដញ្ញៈហើយនឹងសុផតៈនឹងកាលពីជាតិមុនបងប្អូនគ្នាអញ្ញាកណ្ដញ្ញៈគ្រាន់តែព្រះអង្គបានត្រាស់ដឹងហើយព្រះអង្គសម្ដែងធម៌ដំបូងបានស្ដាប់មុនគេមកអញ្ចឹងណានឹងមិនឯងទេដោយសារអីគាត់សន្សំស្អីក៏គាត់ជាមនុស្សសម្រេចចិត្តលឿនក្នុងសេចក្តីល្អនោះគឺថាក៏គាត់ធ្វើអីភឹបអញ្ចឹងមកអានឹងវាសម្រេចចិត្តលះធ្វើអីក៏លះដែរលឿនមកក្នុងសេចក្តីល្អហ្នឹងហើយដល់ប្អូនគាត់ហ្នឹងកាលពីពុព្វជាតិហ្នឹងធ្វើអីរេរបងបបួលមិនមែនថាមិនធ្វើទេប៉ុន្តែថាជួនកាលរឿងដែលគួរធ្វើសោះណាគាត់នៅតែរេរចាំបន្តិចទៀតអញ្ចឹងណាអញ្ចឹងគាត់នៅតែធ្វើល្អជាមួយបងនឹងដែរប៉ុន្តែការសម្រេចចិត្តធ្វើសេចក្តីល្អនឹងខុសគ្នាដល់ផលឲ្យមកវាខុសគ្នាអញ្ចឹងបងគ្រាន់តែថាព្រះអង្គបានត្រាស់ដឹងភ្លាមសម្ដែងធម៌ដំបូងបានស្ដាប់មុនគេសម្រេចធម៌មុនគេទៀតឃើញទេមិនមែនគាត់ធ្វើឲ្យខ្លួនឯងក្នុងការហ្នឹងទេបើយើងសិក្សាអំពីលំដាប់លំដោយនៃកម្មដែលឲ្យផលហើយដល់ប្អូននោះឮដែរហើយក៏ដូចជាចូលចិត្តព្រះសម្មាសម្ពុទ្ធដែរមិនមែនជាខឹងជាស្អប់អីទេហើយខ្លួនឯងក៏មិនមែននៅគ្រប់គ្រងផ្ទះដែរទៅបួសជាបរិពេជក់ទៅបួសជាអ្នកប្រព្រឹត្តធម៌អីដែរតែឮគេថាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងព្រះអង្គសម្ដែងសច្ចធម៌ព្រះអង្គឈ្មោះថាព្រះអរហង្គព្រះអង្គជាសម្មាសម្ពុទ្ធដឹងទៀតដឹងពីចង្ងាយតែឲ្យទៅចេះតែគិតថាដូចជាមិនតាន់ដល់ពេលចាំតិចទៀតណាព្រោះវាមិនខ្វះពេលឃើញហេតុនៃការសន្សំយឺតយ៉ាវហ្នឹងធ្វើឲ្យគាត់រេរតែអញ្ចឹងឯងរហូតដល់ថ្ងៃដែលព្រះអង្គបរិនិព្វានបានលើដំណឹងតាមអ្នកស្រុកនិយាយមកថាថ្ងៃហ្នឹងជាថ្ងៃដែលព្រះអង្គបរិនិព្វានក៏មានសេចក្តីត្រេះរិះសាជាថ្មីថាបើអញទៅថ្ងៃហ្នឹងទេវាអស់ថ្ងៃជួបហើយក៏មកជួបព្រះអង្គហ្នឹងហើយមកជួបព្រះអង្គចំពេលព្រះអង្គចិត្តបរិនិព្វានធ្លាក់ព្រះលោហិតឡើងខ្សោយអស់ផ្ទុំនៅលើក្រេតូចហ្នឹងមកដល់អនន្តអត់ឲ្យជួបណាថាកុំធ្វើបាបព្រះអង្គកុំបៀតបៀនព្រះអង្គអីព្រះអង្គហិតល្អណាស់បានព្រះរាមាភិកមានព្រះពុទ្ធដីកាខ្សៅមកថាមនាអនន្តចូលអ្នកជាចេញឲ្យសុផតៈហ្នឹងចូលមកឃើញទេអញ្ចឹងទៅក៏បានសម្ដែងដោះវាតៈហើយក៏បានបួសបុគ្គលដែលព្រះអង្គបំពោះក្រោយគេបំផុតហ្នឹងគឺសុផតៈហ្នឹងឯងអញ្ចឹងគ្រាន់តែភាពរេររបស់គាត់ដឹងតែធម៌ហ្នឹងវាល្អដែរតែមិនតាន់ទេហ្នឹងវាមកពីអបនិស្ស័យសម្រាប់ចិត្តនឹងយឺតតែអញ្ចឹងហើយយើងសម្បូរណាស់អញ្ចឹងដឹងដែរល្អប៉ុន្តែតាន់រៀនទេមិនតែម្ដាយប្អូនអ្នកអង្គុយនេះក៏អញ្ចឹងដែរស្ដាប់ហើយប៉ុន្តែឲ្យរៀនទេគឺវាមកពីសន្សំរេរហ្នឹងហើយចឹងតែដំបូងឡើយកុំតាន់គិតដល់គាត់រៀនអីធ្វើម៉េចឲ្យតែគាត់បានយល់ពធក្នុងលក្ខណៈទូនមានកម្មផលបដៅសិននេះជាលំនាំដើមណាហើយត្រូវរើសបុគ្គលណាដែលគាត់ចូលចិត្តផងកុំទៅតឹងរឹងរូសជាមួយគាត់ឧបមាថាបើគាត់ស្អប់ខ្ញុំអញ្ចឹងកុំចេះបខំឲ្យគាត់ស្ដាប់ខ្ញុំ
ស្ដាប់ធម្មកថាផ្សេងដែលនិយាយល្អពីកម្មផលអីចឹងទៅជួនកាលគាត់ជ្រះថ្លាធัวប៉ុន្តែស្អប់ខ្ញុំមកហើយចេះតែឲ្យខ្ញុំមកស្ដាប់ខ្ញុំគាត់ខឹងអញ្ចឹងណាខ្សែផ្សំបនិស័យហើយកាលណាសទ្ធានោះវាកើតឡើងម្ដងបន្តិចតួសទ្ធាដែលកើតឡើងនោះវាទៅដោះអាចិត្តស្រឡាញ់ចិត្តស្អប់នឹងចេញហើយនៅពេលដែលកុសលធម៌កើតឡើងម្ដងបន្តិចអស់ចិត្តស្រឡាញ់ចិត្តស្អប់ហើយហ្នឹងហើយកុំអួតណាយើងទាំងអស់គ្នាគិតថាអញស្អប់ណាមនុស្សចឹងអីឲ្យតែនៅក្នុងកម្រិតហ្នឹងដឹងថាយើងកិលេសកំពុងកោចិត្តយើងទេអញ្ចឹងនៅពេលដែលនរណាម្នាក់និមិត្តខ្លួនឲ្យជាទីស្អប់របស់យើងមានន័យថាគេមានឥទ្ធិពលបំផ្លាញសេចក្តីសុខផ្លូវចិត្តរបស់យើងបានតែយើងអត់ដឹងខ្លួនហើយទៅនិយាយប្រាប់គេដោយលយណាអញស្អប់មនុស្សចឹងអីមិនមើលទៅខ្លួនឯងគ្រាន់បើតាមពិតកិលេសក្នុងចិត្តកំពុងតែដុតបំផ្លាញសេចក្តីសុខដែលថាមនុស្សទាំងអស់គួរតែមានមេត្តារាប់អានគ្នាប៉ុន្តែបែរជាមានមនុស្សម្នាក់និមិត្តមកដូចមាក្នុងចិត្តមករំខានសេចក្តីសុខផ្លូវចិត្តយើងបាត់វាអត់ដឹងខ្លួនហើយមានតែការសិក្សាពីចិត្តទេដឹងអាហ្នឹងអញ្ចឹងណាហើយមុនដំបូងដល់ម្ដាយខ្ញុំចង់ឲ្យបងអូនរៀនឲ្យយល់មួយខ្លួនឯងមែនទេហ្នឹងហើយពេលដែលបងអូនយល់ខ្លួនឯងមែនទេហើយនឹងមានឧបាយថាត្រូវមកដឹកនាំម្ដាយបានព្រោះបញ្ញាកាលចម្រើនឡើងវាមិនមែនត្រូវនាំពាក្យមនុស្សម្នាក់ទៅប្រាប់មនុស្សម្នាក់ទេបញ្ញានឹងឆ្នៃឲ្យបងអូនឃើញថាតើប្រើឧបាយណាសម្រាប់គាត់ហើយបងអូនជាមនុស្សនៅចិត្តគាត់ខ្ញុំនៅឆ្ងាយឧទាហរណ៍មកសួរបានវិធីតែមួយយកវិធីមួយយកទៅប្រើអត់កើតទៅសួរទៀតនឹងសួរឯណាតែបើបងអូនចម្រើនបញ្ញាខ្លួនឯងឲ្យបានចម្រើនឡើងហើយបងអូននឹងស្ទាបស្ទង់រាល់ថ្ងៃជាមួយម្ដាយរបស់បងអូនធ្វើឧបាយនេះមិនបានធ្វើឧបាយនោះឧបាយនេះមិនបានឧបាយនោះព្រោះបញ្ញាមិនមែនងាប់កាឡាទេអូននឹងឃើញច្រកចេញដល់ច្រើនអញ្ចឹងណាដូច្នេះនៅពេលដែលសិក្សាមាគាពុទ្ធនេះវាមិនមែនថាពេលដែលយើងរៀនចិត្តចេតសិករូបចឹងទៅវាចាំតែចិត្តចេតសិករូបហ្នឹងចាំតែចេតសិករូបហ្នឹងយកទៅដោះស្រាយក្នុងរឿងមិនបានមិនមែនទេអាហ្នឹងគ្រាន់តែជារូបមន្តតែបងសំដែងនៅក្នុងសតិប្បដ្ឋានសូត្រចឹងថាកាយនេះមានមែនក៏ប៉ុន្តែវាគ្រាន់តែជាទីតាំងដើម្បីឲ្យកើតសតិនិងបញ្ញាតែប៉ុណ្ណោះរៀនបណ្ណាចប់មេរៀនយើងអត់ប្រើទេប៉ុន្តែមេរៀនហ្នឹងវាបានបំផុសឲ្យបញ្ញាហ្នឹងវាកើតឡើងរឿងរបស់មនុស្សទាំងអស់គ្មានរឿងណាមួយដែលដោះស្រាយមិនរួចទេពីព្រោះរឿងរបស់មនុស្សវាក្តោបនៅក្នុងចិត្តហើយកាលណាដោះស្រាយចិត្តហ្នឹងបានហើយវាអស់រឿងយល់ទេចឹងហ្នឹងហើយខ្ញុំចង់ដោះស្រាយរឿងប្អូនវិញខ្ញុំអត់ចង់ដោះស្រាយរឿងម៉ែទេបានព្រោះប្អូនមានសទ្ធាស្រាប់នៅធម៌ហើយចឹងណានៅតែសម្រួចបន្ថែមដើម្បីឲ្យកាន់តែយល់ទេនៅពេលដែលបងអូនកាន់តែយល់មេគាពធហ្នឹងអូននឹងមានផ្លូវជួយម្ដាយហ្នឹងកាន់តែច្រើនបាទណាបាទសាធុចុះលោកគ្រូពេលយើងរៀនដូចខ្ញុំជម្រាបលោកគ្រូមុនហ្នឹងពេលដែលយើងចង់បោះបង់ដូចខ្ញុំរៀនចប់កម្មវិវចរចិត្តមានអារម្មណ៍ថាហ្នឹងវាត្រូវមួយចិត្តយើងតែដល់ពេលផុតពីហ្នឹងទៅវាចិត្តរបស់ព្រះអរហន្តអីចឹងទៅវាដូចយើងសម័យបាទហ្នឹងបាទសិក្សាពធគឺសិក្សាដោយសទ្ធាអញ្ចឹងណាកាលណាបងអូនសិក្សាដោយសទ្ធាសិក្សាយល់មួយបងអូននឹងកាន់តែមានកម្លាំងចិត្តរៀនតទៅទៀតក៏ប៉ុន្តែបើសិក្សាដោយអំណាចតណ្ហាបងអូននឹងបោះបង់យ៉ាងងាយឧបមាថាបងអូនចង់រៀនធម៌ហ្នឹងចង់យកទៅប្រាប់គេអាហ្នឹងរៀនដោយកិលេសអញ្ចឹងប៉ុន្តែបើរៀនព្រះធម៌ហ្នឹងដោយជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះរមភិក្ខថាក្នុងហ្នឹងវាពិតជាមានរបស់ល្អមែនអញ្ចឹងព្យាយាមឲ្យយល់មកទៅព្រះអង្គនិយាយថាម៉េចនៅពេលដែលបងអូនចាប់បានមួយហ្នឹងណាមិនដឹងថាប្រៀបនឹងអីចង់និយាយថាពេលដែលយល់ពាក្យពុទ្ធមួយហ្នឹងណាយើងថាបានមាសបានប្រាក់ទៅសុបាយប៉ុន្តែមិនមែនសុបាយដូចបានមាសបានប្រាក់ទេជាសេចក្តីសុបាយដែលមិននាំសេចក្តីទុក្ខមកឲ្យកាន់តែភ្លឺថ្លានៅក្នុងចិត្តហើយកាន់តែចង់ជីកទៀតរបៀបថាបងអូនជីកដៅរមាសអញ្ចឹងណាជីកទៅវាចេះតែបានហើយតែបានខ្លះហើយជាកម្លាំងឲ្យជីកទៀតតែបានខ្លះហើយវាជាកម្លាំងឲ្យជីកទៀតវាអត់ចង់គិតរឿងអីផ្សេងទេធោះដូចគ្នាដូចបងម្នាក់គាត់និយាយគាត់ថាដំបូងឡើយគាត់គ្រាន់តែពិបាកចិត្តវា stress វាអីចឹងទៅគាត់ចង់មកស្ដាប់មកសិក្សាពធហ្នឹងគ្រាន់តែថាចង់ឲ្យវាស្ងប់ចិត្តអីចឹងទេអាហ្នឹងក៏ដោយអំណាចតណ្ហាដែរកុំគិតថាប្រើពាក្យថាខ្ញុំចង់ស្ដាប់ធម៌ចង់រៀនធម៌ធ្វើម៉េចឲ្យវាស្ងប់ចិត្តវា stress ពេកនេះមិនមែនរៀនដោយសទ្ធាទេអញ្ចឹងបានជាអ្នកស្ដាប់អញ្ចឹងជួនក៏បានទៅជួនក៏យល់ទៅជួនក៏ស្ដាប់យកដេកលក់ទៅវាអត់មានអីចម្រើនមកណាប៉ុន្តែជួនកាលទៅបកស្អីល្អស្ដាប់លេងបើបានមែននោះក៏មានដែរអញ្ចឹងណាហ្នឹងហើយ
hay đòi về còn đạp tới có tha viên mình đôi chỉ cả tăng chật bọt quạt đấy tầm bông lái có smart nó mình nuôi đâu hà cái đáy hay còn lô tục nông sấn đôi bom non tha ôi thì chẹt luôn đập nó bên đập về lô lúng tục nông nắng mơ tục bát sấn sất tầm mía cao con của tu soi nó cá đò chán đây con mình đã đằng tao lắm mà với con cái ở tia ho thà can để con cho một can vật thua tầm bốn con cái về một bạ chất bế trong sẽ đạp thứ mấy ở về sủi chất thà bạn nói này bên đập về riêng tao sẽ đạp để đăng thà không vật thua nó về men riêng ơi bắt và bạ chất men trâm ơi ngọc chặt phần đằng ná viên nó cao phần lư xoang nó không chặt dương đại trong cái son tết để cao chia thua cứ prehare một con đăng bật khơi bật được luôn ấy và máy phép cái bàn được tiết đó nè chẳng á rồi anh đang về chiru men chiru bật thua tụi phép kia nè vì miền ta phải nhà luôn ấy tết đăng tha là bó năng là o bảo phần nè ấy dân mơ đôi nè khác côn sệt thay côn cả hai ở đây côn sân anh vô thua năng phân lẻ năng trào là từ đầu mùi võng hay bầu sân chị ảnh năng mình là o man từ lẹ xảy snai họp sập từ nâu chẳng cá mày nè là ngày chẳng riêng đau sự thì hay mà trong che chở này riêng mà đang tích cả lại nam mình vô lắm công che tay đùm lô chẳng riêng trâu miền con là gia là mệt nè xạ xù đâm bay ở miền lùm nâng cà riêng á rồi nhưng riêng ấy cả đó mình đã thua đấy ôi ta riêng hay ọt che hay che luôn cháu tích không thôi nhỉ nhưng mình che riêng ọt che hay luôn cháu là tạo che mình nô tục sần chăm tục bay năm khỏi cả nó xua cái này ọt tục ở ọt che chẳng ngày chẳng á chân cái này dừng riêng tới với màu chân máu cái lại nào chết nô tục lại nào chết nô tục chụp là na chết xua chứ riêng nó đặt phơi ôn men cả làng chặt riêng to được tiền bạn sản thử